ជួយឲ្យខ្ញុំមានការងារមួយដែលល្អធ្វើរកប្រាក់ចំណូលបានជួយផ្គត់ផ្គង់ខ្លួនឯងមានប្រាក់សម្រាប់បន្តការសិក្សាទៅមុខទៀតក៏អាចធ្វើឲ្យខ្ញុំជួយដល់គ្រួសារខ្ញុំបានដែរជំរាបសួរនាងខ្ញុំឈ្មោះសុភូមានអាយុ25ឆ្នាំខ្ញុំធ្វើការផ្នែកFood and Beverage Assistant នៅសន្តាគារមួយឈ្មោះថា Triline Hotel ខ្ញុំកើតក្នុងគ្រួសារមួយដែលមានជីវភាពខ្វះខាតការសិក្សារបស់ខ្ញុំគឺបន្ទាប់ពីខ្ញុំចប់ទី12គឺខ្ញុំអត់មានការងារធ្វើទេនៅផ្ទះខ្ញុំឮតាមមិត្តភ័ក្តិគាត់ប្រាប់ថាអង្គការសហភាពមុខគឺជាអង្គការមួយដែលល្អអាចផ្ដល់នៅជំនាញច្បាស់លាស់ដល់អ្នកដែលអត់ការងារធ្វើឬក៏អត្ថភាពដល់អ្នកដែលនៅតំបន់ដាច់ស្រយាលហើយខ្ញុំក៏សម្រេចចិត្តថាមករៀននៅទីនេះព្រោះខ្ញុំគិតថាអង្គការសហភាពកម្ពុជានឹងផ្ដល់នៅជំនាញមួយយ៉ាងច្បាស់លាស់ដល់ខ្ញុំក្រោយពីបញ្ចប់នៅវគ្គបណ្ដុះបណ្ដាលនៃអង្គការ Spoon ក្រុមជំនួយថវិកាពី SDF នាងខ្ញុំទទួលបាននៅជំនាញមួយដែលច្បាស់លាស់ឧទាហរណ៍ដូចពីមុនអត់មានការងារធ្វើទេហើយអត់មានប្រាក់ចំណូលអត់ដឹងថាធ្វើអីរកពីអីក្រោយពីខ្ញុំមករៀននៅ Spoon ខ្ញុំទទួលបានជំនាញមួយដែលច្បាស់លាស់ជំនាញម្ហូបអាហារនិងភេសជ្ជៈនិងដូចជាភាសាអង់គ្លេស Computer បំណិនជីវិតបន្ទាប់ពីខ្ញុំចាប់ជំនាញហ្នឹងជួយឲ្យខ្ញុំមានការងារមួយដែលល្អធ្វើអាចរកប្រាក់ចំណូលបានជួយផ្គត់ផ្គង់ខ្លួនឯងមានប្រាក់សម្រាប់បន្តការសិក្សាទៅមុខទៀតប៉ុន្តែប៉ុណ្ណោះក៏អាចធ្វើឲ្យខ្ញុំជួយដល់គ្រួសារខ្ញុំបានដែរហើយធ្វើឲ្យជីវភាពគ្រួសាររបស់ខ្ញុំមានជីវភាពប្រសើរជាងមុនហើយអាចជួយប្អូនក្នុងការសិក្សាអំឡុងពេលដែលខ្ញុំរៀននៅអង្គការសហភាពកម្ពុជាខ្ញុំបានជ្រើសរើសយកជំនាញមួយខាង Food and Beverage Service Staff គឺរយៈពេល1ឆ្នាំអំឡុងពេលសិក្សានោះអង្គការសហភាពកម្ពុជាក៏បានផ្ដល់នៅទីកន្លែងស្នាក់នៅសម្ភារៈប្រើប្រាស់ប្រាក់ឧបត្ថម្ភប្រចាំខែ Insurance បសសជាពិសេសនោះគឺអង្គការសហភាពកម្ពុជាបានយកចិត្តទុកដាក់មើលថែពួកខ្ញុំយ៉ាងកក់ក្ដៅខ្ញុំក៏សូមថ្លែងអំណរគុណដល់មូលនិធិអភិវឌ្ឍជំនាញ SDF ដែលបានផ្ដល់នូវថវិកាដល់ការសិក្សាដែលធ្វើឲ្យខ្ញុំទទួលបានជំនាញមួយច្បាស់លាស់ហើយនឹងការងារធ្វើខ្ញុំសូមថ្លែងអំណរគុណដល់អង្គការសហភាពកម្ពុជាក៏ដូចជាលោកគ្រូអ្នកគ្រូដែលបានផ្ដល់ឱកាសឲ្យនាងខ្ញុំបានមករៀននៅទីនេះហើយក៏ផ្ដល់នៅជំនាញមួយយ៉ាងច្បាស់លាស់ជួយរកការងារឲ្យខ្ញុំធ្វើបានប្រាក់ចំណូលអាចប្រកបខ្លួនឯងបាននិងជួយគ្រួសារបានឲ្យមានជីវភាពលក្ខណៈថាក្រិនបើជាងមុនហើយខ្ញុំក៏សូមថ្លែងអំណរគុណដល់សន្តាគារ Triline ដែលផ្ដល់ឱកាសឲ្យខ្ញុំមកធ្វើការនៅទីនេះហើយយកចិត្តទុកដាក់ក្នុងការផ្ដល់នៅអ្វីដែលថ្មីៗដល់នាងខ្ញុំឲ្យមានការសិក្សាភាសាអង់គ្លេសអំឡុងពេលដែលខ្ញុំធ្វើការនៅទីនេះបានធ្វើឲ្យខ្ញុំមានការ improve នៅភាសាមួយទៀតជាចុងក្រោយនាងខ្ញុំសូមសំណូមពរដល់យុវជនកម្ពុជាចំនួនក្រោយឲ្យមានការយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រនៅជំនាញវិជ្ជាជីវៈមួយយ៉ាងច្បាស់លាស់ដើម្បីទទួលបានការងារធ្វើបានប្រាក់ចំណូលអាចជួយខ្លួនឯងបានជួយគ្រួសារនិងជួយសង្គមជាដើម